បាទសូមជម្រាបសួរមិត្តភ័ក្តិបងប្អូនបាទថ្ងៃនេះសូមសម្ដាប់ជាមួយនឹងខ្ញុំមួយបទទៀតបាទដែលមានចំណងជើងថាជីវិតពលករកូរ៉េដែលខ្ញុំបានតែងនិពន្ធចាប់តាំងពីខ្ញុំមកដល់កូរ៉េមុនដំបូងគឺថាបទនេះគឺតែងយូរហើយប៉ុន្តែគាត់ថាខ្ញុំអត់ទាន់បានផុសដូច្នេះថ្ងៃនេះសូមមិត្តភ័ក្តិទាំងអស់គ្នាសម្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅបទនេះដែរគឺលំនាំបទភ្នំក្រាំងដីមាសគឺជាបទរបស់លោកតាសនីសមុទ្របាទដូច្នេះសូមសម្ដាប់អូភ្លេចបាទម្ដងទៀតអូខេមេឃខ្មៅងងឹតរួមរិតចិត្តខ្ញុំមេឃកំពុងតែយំនឹកអ្នកណានឹកពុកនឹកម៉ែនឹកស្រែចំការបាននាងសោកាមិនដែលស្រស់ស្រានខ្ញុំឃ្លាតឆ្ងាយស្រុកធ្លាប់រស់សុខសានមករងផ្ញើប្រានធ្វើការស្រុកគេតែឯងខ្លួនមួយសែនព្រួយអត់ឡើយគ្មានអ្នកនៅក្បែរជួយហៅអាសាជាតិសង្ឃុំគ្នាវេទនាឆ្លើយឆ្លងមានរឿងឆ្កំឆ្កងមិនអាចវាចាបានត្រឹមលាក់ទុករាល់គ្រប់បញ្ហាតែមិនដឹងថាប្រាប់យ៉ាងណាឡើយមានតែទ្រាំខំទាំងខ្លួនឯងត្រូវកម្មកាយដំរើដាក់ទុំវាសនាមិនយូរ5ឆ្នាំខ្ញុំផុតទុក្ខាទៅស្រុកកាលណាវាសនាអូដំបាទដែរសូមផ្ញើជូនបងប្អូនមិត្តភ័ក្តិដែលបានមកធ្វើការនៅកន្លែងរបស់គ្នាទាំងអ្នកមកមុននិងអ្នកមកក្រោយបាទហើយសូមតាមទាំងអ្នកមកក្រោយផងបាទព្រោះវាមកកូរ៉េគឺថាមានការពិបាកបន្តិចហើយចំពោះភាសានៅពេលដែលយើងទៅតាមមុនដំបូងមកខ្ញុំអញ្ចឹងខ្ញុំពិបាកណាស់ចឹងហើយគឺខ្ញុំខំបាទអាចតែមកនេះឡើងបានជាតិសង្ឃុំគ្នាវេទនាឆ្លើយឆ្លងមានរឿងឆ្កំឆ្កងមិនអាចវាចាបានត្រឹមលាក់ទុករាល់គ្រប់បញ្ហាតែមិនដឹងថាប្រាប់យ៉ាងណាឡើយមានតែទ្រាំខំទាំងខ្លួនឯងត្រូវកម្មកាយដំរើដាក់ទុំវាសនាមិនយូរ5ឆ្នាំខ្ញុំផុតទុក្ខាទៅស្រុកកាលណាវាសនាអូដំបាទសូមជួយ comment និងជួយ like បាទខ្ញុំផងអរគុណអ្នកទាំងអស់គ្នា